បើគិតទៅខានចូលព្រះបរមរាជវាំងច្រើនឆ្នាំដែរបងប្អូនចឹងហើយឆ្លៀតឱកាសតនមានពេលនាំកូនទៅលេងព្រះបរមរាជវាំងម្ដងទៀតឲ្យកូនបានឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់ព្រះបរមរាជវាំងដែលស្ថិតនៅកណ្ដាលរាជធានីភ្នំពេញរបស់យើងណាហើយដល់ពេលទៅដល់ទីធ្លាព្រះបរមរាជវាំងហ្នឹងក៏រំភើបចិត្តមួយតង់ទៀតគឺបានឃើញភ្ញៀវទេសចរបរទេសមកទស្សនាជាច្រើនកុះកផងដែរបងប្អូនអ្នកខ្លះគាត់មកជាលក្ខណៈគ្រួសារអ្នកខ្លះក៏គាត់មកជាក្រុមដែរបងប្អូនហើយក៏បានជួលមគ្គុទ្ទេសក៍ទេសចរណែនាំពីប្រវត្តិព្រះបរមរាជវាំងជូនគាត់អញ្ចឹងណាបងប្អូនហើយពួកគាត់មើលទៅស្ដាប់ពីប្រវត្តិព្រះបរមរាជវាំងដែលយកចិត្តទុកដាក់មែនតែនបងប្អូនហើយពួកគាត់មានអារម្មណ៍រំភើបនិងស្ងើចសរសើរជាមួយនឹងស្ថាបត្យកម្មរបស់ព្រះបរមរាជវាំងយើងខ្លាំងហើយខ្ញុំពិតជារំភើបចិត្តនៅពេលដែលឃើញទស្សនវិជ្ជានឹងដែរបងប្អូនហើយព្រះបរមរាជវាំងរបស់យើងគឺតម្លៃចូលទស្សនាសម្រាប់ជនជាតិខ្មែរយើងតែ1000រៀលទេបងប្អូនអញ្ចឹងបងប្អូនមានឱកាសសៅរ៍អាទិត្យអីអាចឆ្លៀតនាំកូនទៅលេងទៅបងប្អូនព្រះបរមរាជវាំងយើងគឺមានសម្រស់ស្រស់ស្អាតណាគឺមានអាគារមានបែបបទស្ថាបត្យកររបស់យើងគួរឲ្យតាក់ទាញមែនតែនទាំងចាស់ទាំងក្មេងសុទ្ធតែពេញចិត្តនឹងស្នាដៃនេះទាំងអស់ហើយពេលដែលចេញពីព្រះបរមរាជវាំងនឹងហើយយើងអាចដើរទស្សនាតាមមាត់ទន្លេមុខវាំងមុខអី Walk Street ឲ្យចំណីព្រាបឲ្យចំណីព្រាបឲ្យអីចឹងបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចទៅទស្សនាព្រះបរមរាជវាំងរបស់យើងដើម្បីជួយជំរុញវិស័យទេសចរណ៍ទាំងអស់គ្នា